យោងតាមកសាយ Asia Speech ណាបានចេញនៅថ្ងៃទី7ខែមេសាហ្នឹងបាននិយាយថាប្រទេសថៃគឺជាប្រទេសមួយដែលមានអត្រាអ្នករស់នៅជាមួយនឹងជំងឺ AIDS HIV AIDS ណាខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចាអញ្ចឹងគាត់ថាតួលេខរបស់ប្រជាជនថៃហ្នឹងវា58,000 នាក់ដែលរស់នៅមានផ្ទុកមេរោគ HIV AIDS អញ្ចឹងវាមានន័យថាក្នុងចំណោមប្រជាជនថៃ 1000 នាក់មានជនអ្នកដែលផ្ទុកមេរោគ AIDS នឹងលើសពី8នាក់ហើយប្រទេសភូមាគឺចាត់ចូលក្នុងចំណាត់ថ្នាក់ទី2ក្នុង 1000 នាក់ភូមាមានអ្នកផ្ទុកមេរោគ AIDS នឹងលើសពី5នាក់ចាឯចំណែកប្រទេសវៀតណាមម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីនសិង្ហបុរីហើយទីម៉ូអេសគឺមានអត្រាទាបជាងគេណាប្រហែលជាក្នុងចំណោមប្រជាជន 1000 នាក់មានប្រហែលជា2នាក់អញ្ចឹងអត់ឃើញគេនិយាយអំពីតួលេខនៅកម្ពុជាខ្ញុំជឿថានៅកម្ពុជាក៏មានអ្នកផ្ទុកមេរោគអេដនឹងដែរក៏ប៉ុន្តែប្រហែលជាអត្រានឹងវាទាបពេកហើយចំណែកប្រទេសឡាវនិងប្រទេសប្រ៊ុយណេគឺអត់ទាន់មានទិន្នន័យទេហើយខ្ញុំក៏មិនដឹងថាហេតុអីបានប្រទេសឡាវអត់ទាន់មានទិន្នន័យពីព្រោះប្រទេសឡាវមាន WHO អីនៅក្នុងនឹងប្រទេសនឹងធ្វើការនៅក្នុងប្រទេសនឹងយូរដែរហើយវាគួរតែមានប្រព័ន្ធទិន្នន័យ collect data នឹងបានដែរក៏ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនេះគឺចង់និយាយថៃប្រទេសមួយដែលមានសេដ្ឋកិច្ចផ្អែកទៅលើទេសចរផ្លូវភេទណាហើយជាពិសេសគឺឥឡូវហ្នឹងមានរឿងគ្រឿងញៀនច្រើនទៀតអញ្ចឹងគឺវាអាចបញ្ជាក់ហើយថាប្រទេសនេះសម្បូរ HIV AIDS